នឹងជាទីមេត្រីស្វាគមន៍មកកាន់ការប្រកួតទឹកទី2ជាបន្តទៀតបាទដែលជាការប៉ះគ្នារវាងបាទកីឡាករបង្គោលក្រហមបាទខំពិសិដ្ឋនិងឡុងបញ្ញាបង្គោលខៀវបាទឥឡូវមកមើលរូបភាពបាទត្រង់កន្លែងនេះចាប់បានជង្គង់ហើយក៏ឆ្វេងស្ដាំបាទបញ្ញាគាត់លឹបផុតហើយក៏ចាប់បួងក៏បានក៏អត់បានចាក់ជង្គង់ទេដើមទឹកមួយបាទកម្លាំងរៀងពេញដូចគ្នាបាទប៉ុន្តែការចេញអាវុធនឹងហាក់បីដូចជារៀងស្រាលបន្តិចរៀងចង់ស្ទាបស្ទង់ផងរៀងចង់គេថាវាយផ្លែផងបាទតែពិសិដ្ឋបាទក៏ចេញត្រង់នេះមកដៃអូយយ៉ាងនេះរូបភាពយឺតបាទបងប្អូនមើលបាទតួស្ដាំហើយក៏បន្តតួទៀតកាឌៀតក្អមបាទរូបភាពទៅក្រោយនឹងទីទៀតបាទនេះឡង់អូយបាទក្រោមឃ្លៀកបាទមិនពោះទឹកទេបាទចូលចង់កាឌៀតក្អមតែម្ដងកីឡាករបង្គោលក្រហមខំពិសិដ្ឋទទួលបានជ័យជំនះដោយកីឡាករបង្គោលខៀវឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី2